ស្ដីបងប្អូនចាល្មើចងបាន80%ហើយចាបងប្អូនអើយដាំល្មើជាលិកាហ្នឹងអញ្ចឹងបងប្អូនតែពេញដើមខ្ញុំដាំឃ្លាតគ្នា8 គុណ8បងប្អូនចាល្មើយើងដាំទៅឆ្ងាយបានវាធៀងវាចាក់គ្នាបងប្អូនហើយផ្លែស្អាតអញ្ចឹងណាបងប្អូនមើលចាហើយសល់កន្លែងអញ្ចឹងយើងដាក់តបែកទៅវាប៉ះពាល់ទេចាពោះមើលបងប្អូនផលចេញបណ្ដាចាតាមលំអជាលិកាគឺល្អអញ្ចឹងបងប្អូនអើយចាពេលដែលយើងបានផលហើយយើងក៏សប្បាយចិត្តអញ្ចឹងណារស់រាយចានេះសិតតពូជបាហីលឿងចាបាហីលឿងផ្លែលឿងសិតតពូជញ៉ាំស្រស់បងប្អូនចាខ្ញុំដាំនៅក្នុងចម្ការគឺច្រើនពូជចាពូជខាងនោះអីមាត់ផ្លូវអីគឺពូជលំដាប់ហ្មងចាហើយមានបាហីក្រហមមានប្រេមមានកូនណៃស៊ីមានបាហីលឿងមានហាសាវីចាហាត់តិហ្នឹងហើយនៅខាងមុខបងប្អូនចាអញ្ចឹងបងប្អូនដាំលម៉ើជីលីកាគឺអត់ខុសទេណាបងប្អូនចាគឺអត់ខុសបំណងទេអត់តែយើងដាំលម៉ើជីលីកាដែលធ្វើដោយវិទ្យាសាស្ត្រចាតែបងប្អូនអត់បានសួរបងប្អូនទៅទិញលម៉ើម្ដុះក្របគឺធំទៅដើមទេណាបងប្អូនចាមានតែលម៉ើជាលិកាមួយគត់ដែលល្អលើសគេពេញពិភពលោកចាដាំដឹងតែទទួលផលទទួលផ្លែផ្អែមឆ្ងាញ់ផ្លែលក់បានកម្រៃផ្លែញ៉ាំល្អសុខភាពទឹកនោមផ្អែមលើសឈាមអីភាសាបានធម្មតាបងប្អូនកុំភ័យថាញ៉ាំអត់កើតណាចាគឺល្អសុខភាពជំនួយដល់8មុខទៀតណាបងប្អូនចាអរគុណចាឈាមដុលលម៉ើបាត់ដំបងជម្រាបលាអរគុណបាយបាយ